រុស្ស៊ីព្រមានជនបរទេសឲ្យចាក់ចេញពីទីក្រុងគៀវឲ្យបានលឿនខណៈខ្លួនកំពុងរៀបចំការវាយប្រហារជាប្រព័ន្ធទៅលើរោងចក្រឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែនទីក្រុងមូស្គូបានហៅការវាយប្រហារជាប្រព័ន្ធនាពេលឆាប់ៗខាងមុខនេះទៅលើរដ្ឋធានីអ៊ុយក្រែនជាការឆ្លើយតបចំពោះការវាយប្រហារនាពេលថ្មីៗនេះរបស់ទីក្រុងគៀវនៅលូហានដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនកាលពីសប្តាហ៍មុនដែលបានវាយប្រហារទៅលើបន្ទប់ស្នាក់នៅរបស់និស្សិតនៅ Starobil ក្នុងតំបន់លូហានដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់18នាក់អ៊ុយក្រែនបានបង្កើនសមត្ថភាពធ្វើសង្គ្រាមយន្តហោះគ្មានមនុស្សបើកក្នុងរយៈពេលប្រមាណខែថ្មីៗនេះហើយបានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការវាយប្រហារគោលដៅរុស្ស៊ីជាពិសេសហេដ្ឋារចនាសម្ព័ន្ធថាមពលទីក្រុងមូស្គូបានចាត់ទុកការវាយប្រហារទាំងនោះថាជាអំពើភេរវកម្មហើយបានឆ្លើយតបដោយការបាញ់កាំជ្រួចដ៏ធំនឹងយន្តហោះគ្មានមនុស្សបើកក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃច័ន្ទថាការវាយប្រហារលើបន្ទប់ស្នាក់នៅរបស់និស្សិតនៅ Starobil បានបង្ហាញនៅភ្លើងសង្គ្រាមចុងក្រោយហើយថាប្រទេសរុស្ស៊ីនឹងចាប់ផ្ដើមការវាយប្រហារជាប្រព័ន្ធជាការឆ្លើយតបដែលនឹងកំណត់គោលដៅជាក់លាក់ជាពិសេសកន្លែងផលិតសម្ភារៈការពារជាតិរុស្ស៊ីក៏សម្គាល់ថាកន្លែងផលិតដ្រូនសង្គ្រាមបែបនេះគឺមានពាសពេញទីក្រុងគៀវដូច្នេះហើយក្នុងសេចក្តីថ្លែងការណ៍បាននិយាយថាខ្លួនកំពុងព្រមានពលរដ្ឋបរទេសរួមទាំងបុគ្គលិកនៃបេសកកម្មការទូតនិងអង្គការអន្តរជាតិឲ្យចាក់ចេញពីទីក្រុងគៀវឲ្យបានឆាប់តាមតែអាចធ្វើទៅបានហើយបានព្រមានទៅពលរដ្ឋក្នុងទីក្រុងគៀវកុំឲ្យទៅជិតកន្លែងហេដ្ឋារចនាសម្ព័ន្ធផ្នែកយោធានិងរដ្ឋបាលសេចក្តីថ្លែងការណ៍ក្រោយៗមកដែលចេញដោយក្រសួងការបរទេសបាននិយាយថារដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov បានណែនាំរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អំពីផែនការនេះហើយបានជំរុញឲ្យគាត់ជម្លៀសបុគ្គលិកស្ថានទូតអាមេរិកចេញពីទីក្រុងគៀវលោក Lavrov តាមសេចក្តីរាយការណ៍បានប្រាប់លោក Rubio តាមទូរស័ព្ទថាវិធានការនេះត្រូវបានផ្ដួចផ្ដើមឡើងដើម្បីឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មដោយរបបទីក្រុងគៀវប្រឆាំងនឹងប្រជាជនសន្តិភាពនិងទីតាំងជនស៊ីវិលនៅលើទឹកដីរុស្ស៊ីការបាញ់ប្រហារពេញមួយយប់កាលពីថ្ងៃប្រហ័សដល់ថ្ងៃសុក្រដោយដ្រូន Salvo ដែលបានវាយប្រហារទៅលើបន្ទប់ស្នាក់នៅរបស់និស្សិតនៅ Starobil ដែលជាការវាយប្រហារដ៏សាហាវបំផុតមួយរបស់អ៊ុយក្រែនក្នុងរយៈពេលជាច្រើនខែបានធ្វើឲ្យមនុស្ស42នាក់រងរបួសផងដែរសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបានចាត់ទុកការវាយប្រហារនេះជាការមិនគោរពច្បាប់មនុស្សធម៌អន្តរជាតិនិងការបង្ហាញយ៉ាងម៉ឺងម៉ាត់មួយផ្សេងទៀតនៃរបបណាស៊ីនិងភេរវករនៃរបបទីក្រុងគៀវដែលមានចេតនាវាយប្រហារប្រជាជនស៊ីវិលហើយមិនស្ទាក់ស្ទើរក្នុងការសម្លាប់កុមារដោយឈាមត្រជាក់យោធាអ៊ុយក្រែនបានបដិសេធការទទួលខុសត្រូវចំពោះការវាយប្រហារលើអគារស្នាក់នៅរបស់និស្សិតថ្លែងមតិលើការគំរាមកំហែងរបស់ទីក្រុងមូស្គូនិងអំពាវនាវឲ្យជនបរទេសចាក់ចេញពីទីក្រុងគៀវរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andriy Sybiha បានជំរុញឲ្យសម្ព័ន្ធមិត្តកុំចុះចាញ់នឹងការចោទប្រកាន់របស់រុស្ស៊ីអ្នកការទូតបរទេសជាង70នាក់កាលពីថ្ងៃច័ន្ទបានទៅគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃការវាយប្រហារនៅក្នុងទីក្រុងគៀវដោយបានទៅទស្សនាសង្កាត់ដែលរងការខូចខាតយ៉ាងខ្លាំងឯកអគ្គរដ្ឋទូតបារាំងលោក Gaël Vessier បានកត់សម្គាល់ថាប្រជាជនសាមញ្ញបានវិលត្រឡប់មកធ្វើការងារវិញនៅថ្ងៃច័ន្ទហើយកំពុងរស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេលោក Vessier បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថានេះគឺជាវិធីមួយដើម្បីបង្ហាញពីភាពធន់ហើយខ្ញុំគិតថាវាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងនៅជុំវិញពិភពលោកត្រូវតែគាំទ្រទោះជាយ៉ាងណាក៏ដោយការគម្រាមកំហែងនៅតែបន្តរុស្ស៊ីបានកំណត់គោលដៅវាយប្រហារទៅលើទីក្រុងគៀវនិងតំបន់ជុំវិញជាមួយនឹងការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកយ៉ាងហោចណាស់មនុស្ស4នាក់ត្រូវបានរាយការណ៍ថាបានស្លាប់និងជាង60នាក់បានរងរបួសនេះបើយោងតាមអាជ្ញាធរអ៊ុយក្រែននៅក្នុងការវាយប្រហារមួយយប់លើរដ្ឋធានីនិងតំបន់ជុំវិញនោះរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃអាទិត្យថាខ្លួនបានប្រើមីស៊ីលប៉ាឡេស្ទិកលឿនជាងសម្លេង Oresnik វាជាលើកទី3ហើយដែល Oresnik ត្រូវបានប្រើក្នុងសង្គ្រាមរយៈពេល4ឆ្នាំរបស់ទីក្រុងមូស្គូកាលពីថ្ងៃច័ន្ទមន្ត្រីអ៊ុយក្រែនបានរាយការណ៍ថាការវាយប្រហារបានសម្លាប់មនុស្សជាច្រើនអ្នកនៅភាគខាងកើតតំបន់ខាគៀវនិងតំបន់ឌូណេតកាលពីដើមខែនេះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទទូចថាការវាយប្រហារសំដៅលើឧស្សាហកម្មប្រេងនិងកន្លែងផលិតសម្ភារៈយោធារបស់រុស្ស៊ីគឺសមហេតុផលទាំងស្រុងបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីដែលបានបំផ្លាញផ្ទះល្វែងមួយជាន់ក្នុងទីក្រុងគៀវបានសម្លាប់មនុស្សយ៉ាងហោចណាស់24នាក់សូមអរគុណសម្រាប់ការតាមដាន VCA Info សូមជួយចុចប៊ូតុង Subscribe និងដាក់សញ្ញារូបកណ្ដឹងដើម្បីទទួលបានព័ត៌មានអាប់ដេតថ្មីៗជាប្រចាំថ្ងៃ